ខ្ញុំឈ្មោះចាត់ចន្ទទីនបាទបញ្ចូលបាន66ឆ្នាំមួយចាស់នៅភ្នំពេញមួយនៅខណ្ឌដង្កោខ្ញុំពីមុនមកខ្ញុំអាសានេះរយដៃហើយឈឺពេញខ្លួនមួយវាជារយវាមិនស្រួលជាមនុស្សចាស់វារយដៃហ្នឹងហើយវារៀងកាហាយដៃហ្នឹងហើយដល់ថ្ងៃខ្ញុំមិនសូវចាប់អារម្មណ៍ហ្មងទេហើយក៏មិនដែលរកថ្នាំអីលេបអីណាដែរប៉ុន្តែថ្ងៃមួយពេលដែលខ្ញុំធ្វើការអញ្ចឹងទៅវាហាក់ដូចជាមានសរសៃអញ្ចឹងណាវាទាញអីទៅធ្វើឲ្យខ្ញុំងាកអត់រួចដល់ខ្ញុំងាកអត់រួចអញ្ចឹងទៅតម្រាំតាំងងាករួចហ្នឹងក៏អង្គលមកកូនក៏យកអាហ្នឹងមកឲ្យមកហូបមួយថ្ងៃដំបូងអត់ហូបទេមួយចាពួកអីគ្មានជំនឿចិត្តនិយាយការពិតណាមួយគ្មានជំនឿចិត្តទេហើយដល់កូនសួរម៉ាក់ញ៉ាំថ្នាំនៅអត់ញ៉ាំទេកូនអើយព្រោះអីខ្លាចប៉ះពាល់កាពះអាថ្នាំតសៃសន្លាក់ហ្នឹងគឺខ្ញុំឮសូរគេនិយាយថាវាប៉ះពាល់កាពះណាស់ដល់ពេលអញ្ចឹងទៅកូនថាអត់ទេម៉ាក់អាហ្នឹងគេជួយកាពះពវៀនទៀតដល់ពេលនឹកឃើញថាយើងចិញ្ចឹមកូនទៅប៉ុណ្ណេះយើងដឹងថាកូនយើងមិនធ្លាប់ចេះនិយាយកុហកខ្ញុំដឹងខ្ញុំជឿជាក់លើកូនដែរក៏នឹងចាគ្មានជំរឿអីមួយគ្មានជំរឿក៏សាកវាឈឺពេកចាវាឈឺពេកក៏សាកលេបអស់មកប្រទះអស់មកប្រទះទៅខ្ញុំងាករួចសប្បាយចិត្តណាស់មួយដល់ខ្ញុំហូបអស់មកប្រអប់ហ្នឹងគឺខ្ញុំស្រួលពេញមកខ្លួនហ្នឹងស្រួលហ្មងខ្ញុំអាសារួយទៅណែរួយទៅហ្នឹងក៏វាបាត់ហើយនឹងខ្ញុំអង្គុយយូរអត់បានហ្នឹងក៏វាបាត់ធម្មតាមនុស្សចាស់ពេលណាអង្គុយគឺពិបាកណាស់មួយតោះយកដៃច្រាត់គេតម្រាំតែងើបរួចដល់ឥឡូវអត់ទេខ្ញុំចង់អង្គុយខ្ញុំចង់ងើបចាអញ្ចឹងវាមានអារម្មណ៍ថាតាំងពីប្រើថ្នាំហ្នឹងមកគឺវាធូរច្រើនហ្មងពីមុនមកខ្ញុំអង្គុយតែពេលភ្នែនមួយខ្ញុំទៅវត្តទៅអីទៅវត្តឬក៏ទៅបន់គេអីខ្ញុំពេលភ្នែនហ្មងនិយាយត្រង់ខ្ញុំមានបញ្ហារឿងជើងទៀតឆ្ងល់រឿងជើងហ្នឹងមួយខ្ញុំដើរទៅអត់ស្រួលសោះហាក់ដូចជាមានស្អីនៅជើងហ្នឹងដល់ពេលខ្ញុំសួរគេថាប្រហែលជាសរសៃដល់ខ្ញុំញ៉ាំអាហ្នឹងទៅវាដើរបានធម្មតាជើងវារៀបបានធម្មតាហើយមួយទៀតវាជួយខ្ញុំអាសាបាត់ជើងគេហៅថាក្តៀនហ្នឹងចាបាត់ជើងក្តៀនណាមួយរហូតដល់ឃើញក្តៀនរឹងហ្នឹងណាពិបាកបាត់ជើងណាតាំងពីញ៉ាំអាហ្នឹងមកវាធ្វើឲ្យខ្ញុំបាត់ជើងរាល់ព្រឹកហ្មងដល់ពេលប្រើខ្លួនឯងចឹងបានមានទំនុកចិត្តរឹតតែខ្លាំងញ៉ាំហ្នឹងទៅគឺខ្ញុំល្ងុយដាក់លក់ឆឹងមួយដាក់ទៅលក់ស្រួលអញ្ចឹងណាភ្ញាក់ឡើងគឺវារៀងស្រាខ្លួនភ្ញាក់ឡើងគឺត្រូវបាត់ជើងឲ្យស្រាខ្លួនឲ្យធ្វើឲ្យយើងឃ្លានកាលណាយើងញ៉ាំបានកាលណាយើងគេងបានយើងញ៉ាំបានណាចាញ៉ាំបានមានរសជាតិដឹងឆ្ងាញ់បាត់ជើងអស់ទៀតចាតាំងពីញ៉ាំហ្នឹងមកមានអារម្មណ៍ថាអញ្ចឹងហ្មងស្រួលខ្លួនមែនតើណាមួយចង់និយាយដែរមួយព្រោះមនុស្សខ្ញុំអត់ចូលចិត្តសម្ដែងហើយអត់ចូលចិត្តដូចថាចូលចិត្តចេញមុខចេញមាត់ទេនិយាយសាមញ្ញអញ្ចឹងខ្ញុំអត់ចូលចិត្តទេហើយតម្រាំថាបានមកចូលមកសម្ភាសហ្នឹងខ្ញុំដេកគិតប្រហែលថ្ងៃថាខ្ញុំទៅឬក៏មិនគួរទៅព្រោះមនុស្សខ្ញុំអត់ចូលចិត្តអញ្ចឹងណាមិនជ្រិញឆ្អន់ជាមួយគេអ្នកធ្វើប៉ុន្តែអត់ចូលចិត្តខ្លួនឯងប៉ុន្តែសម្រាប់ចិត្តថាមកហ្នឹងគឺដើម្បីចែករំលែកដល់អ្នកដែលមានបញ្ហាដូចខ្ញុំអញ្ចឹងណាឲ្យជឿជាក់លើវាហូបអញ្ចឹងណាព្រោះធម្មតាពាក្យថាឈឺមួយម៉ាត់គឺពិបាកបាទអត់ស្រួលចាអត់ស្រួលក្នុងខ្លួនគឺពិបាកហើយក៏មិនដឹងថារកថ្នាំអីឲ្យត្រូវដែរអញ្ចឹងដល់ប្រើត្រូវខ្លួនឯងអញ្ចឹងចង់ចែករំលែកដល់បងប្អូនទាំងអស់ឲ្យសាកប្រើព្រោះខ្ញុំប្រើទៅវាបានដូចចិត្តអញ្ចឹងណាចាវាបាត់អាការៈអស់ទាំងហ្នឹងអញ្ចឹងទេវាជាបុណ្យកុសលរបស់ខ្ញុំដែរដែលបានចែករំលែកឲ្យបងប្អូននៅថាដាក់ថ្នាំទៅត្រូវអ្នកខ្លះប្រើថ្នាំទៅអត់ត្រូវទេខ្ញុំជឿអ្នកខ្លះមានជំងឺរាវតម្រាំតាំងត្រូវចង់ហួសពេលអញ្ចឹងខ្ញុំអត់ចង់ឲ្យបងប្អូនទាំងអស់ហួសពេលសាកមកប្រើថ្នាំនេះគឺអញ្ចឹងមែនខ្ញុំអត់ចេះសម្ដែងមួយនិយាយតែការពិតអញ្ចឹងហ្មងចា